សួស្តីអ្នកគ្នាខ្ញុំលូស៊ីកាមីថ្ងៃនេះមានសេរីរឿងមកបន្តពីពាក្យមុនទីថៃដែលមានចំណងជើងថាខ្ញុំស្រឡាញ់អ្នកយូរហើយមុនចូលទៅសេរីរឿងរបស់យើងអ្នកគ្នាកុំភ្លេចចុច Subscribe និងសញ្ញាកណ្ដឹងឲ្យមានម្នាក់មួយផងណាចឹងកម្រងចាំយូរអីទៀតចូលសេរីរឿងយើងទាំងគ្នាសុខសប្បាយ Justin របស់យើងក៏បាននិយាយថាចេះមានអ្វីមួយខុសប្រកបណាពិតជាមានអ្វីមួយខុសមែនថ្ងៃនេះវាបានកើតឡើងមកម្ដងទៀតហើយនឹងបន្តនិយាយទៀតថា IMJ គាត់មើលមកខ្ញុំទៀតហើយមែនទេសូមទោសអ្នកគ្នាមកកន្លែងតំណែងខ្ញុំនិយាយខុសអីកុំប្រកែកខ្ញុំអីណាព្រោះថាខ្ញុំក៏សូវដឹងដូចគ្នា IMJ ហ្នឹងនៅបន្តនិយាយទៀតថាហេតុអ្វីនេះនៅតែសម្លឹងមកខ្ញុំទៀតកូនស្រីរបស់ខ្ញុំក៏បានប្រាប់ទៅវិញថាចេះនិយាយទៅអ៊ីនថាចេះតាមពិតទៅគ្រាន់តែអ្នកដាក់លេវអាខុសហ្នឹង Justin របស់យើងក៏ឃើញចឹងអីចាប់ដើមឌឺខ្មើទៅវិញហើយក៏បាននិយាយថាអេមែនណាខ្ញុំដាក់លេវខុសមែនតាដោយសារតែរឿងហ្នឹងហើយมันគាត់សម្លឹងមើលខ្ញុំធ្វើឲ្យខ្ញុំគ្មានអារម្មណ៍ល្អទោះតែសោះកូនស្រីរបស់ខ្ញុំក៏បានតបទៅវិញថាចាដោយសារតែរឿងហ្នឹងហើយมันវារំខានភ្នែកខ្ញុំពេកហ្នឹងវាទាស់ភ្នែកឆាប់កែវាឲ្យដាក់លេវឡើងវិញឲ្យត្រឹមត្រូវវិញទៅឆាប់ឡើង Justin របស់យើងក៏បានប្រាប់ទៅវិញថាចាល្អចាំខ្ញុំដាក់វាឡើងវិញណាលើកនេះខ្ញុំនឹងដាក់វាធ្វើឲ្យអ្នកមើលទៅពេញចិត្តជាមិនខានទេរួចស្រេចដាក់រួចហើយកូនស្រីរបស់ខ្ញុំក៏និយាយថាខ្ញុំស្អប់ណាស់អ្នកណាដាក់លេវអាវខុសបតុងរបស់វាចឹងតែអ្នកបខំខ្ញុំចង់ខ្ញុំដាក់លេវឲ្យអ្នកមែនទេ Justin ណា Justin ក៏បានឆ្លើយតបវិញថាត្រូវហើយខ្ញុំគ្រាន់តែចង់បង្ហាញអ្នកតែប៉ុណ្ណោះខ្ញុំគ្រាន់តែចង់ដឹងថាអ្នកដែលមានជំងឺមិនចុះសម្រុងគ្នាជាមួយអ្នកដទៃតើគេអាចធ្វើទៅធ្វើមិនមកកាន់ខ្ញុំហើយក៏បន្តនិយាយរឿងឌឺទៅកាន់ទូរស័ព្ទរបស់យើងវិញថាកូនប្រុសអេយីមួយនេះកាន់តែខ្លាំងដែរតែហើយគេសាកូនប្រុសនេះរួចបន្តនិយាយទៀតថាអ្នកពិតជាប្រើកម្លាំងមែនតែអ្នកជាជនខលខូចមែនទេបានជាដល់សម្លៀកបំពាក់ខ្ញុំបែបនេះអ្នកណាក៏បានដែរមកជួយខ្ញុំផងមកជួយវិធានឋានៈគ្មានទំនឹងរបស់យើងផងចាសក់ពួយរឿងរបស់យើងក៏បាននិយាយថាខ្ញុំមកសង្គ្រោះអ្នកអីតាហើយមកសង្គ្រោះចូលកាន់ទូរស័ព្ទចឹងមែនចាសក់ពួយភីងរបស់យើងក៏បាននិយាយដែរគាត់ថាខ្ញុំកំពុងប្រញាប់ជួយអ្នកហើយតាមើលដៃអត់ជួកាមេរ៉ាលពេញហើយចាសក់ពួយខ្មែររបស់យើងក៏បាននិយាយជាមួយថែមទៀតថាខ្ញុំនឹងជួយអ្នកហើយចាំបន្តិចទៅម៉ែឲ្យជួយកាមេរ៉ាលពេញដៃកូនស្រីរបស់ខ្ញុំក៏បាននិយាយថាចាខ្ញុំបានរងចាំជាយូរហើយហេតុអ្វីគ្មានអ្នកណាមកបំបាយពួកខ្ញុំអញ្ចឹងចង់ឲ្យគេបំបាយពួកខ្ញុំឲ្យទាញពួកខ្ញុំចេញឲ្យឆ្ងាយប៉ុន្តែហេតុអីទៅហើយសេរីរឿងភាគ4របស់យើងក៏បានកាត់ទៅត្រឹមនឹងដែរសូមរងចាំទស្សនានៅភាគក្រោយណាអរគុណបាយឈប់សិនអ្នកគ្នាសាច់រឿងហ្នឹងក្នុង20វាគឺខ្លីដែរទេចឹងហើយបើចង់បានវិញអីកុំភ្លេច comment ឲ្យមានដឹងផងណាអញ្ចឹងចាំជួបគ្នាពេលក្រោយណាបាយ